ឆាត្រីខគឺជាម្ហូបចុងខែក៏ប៉ុន្តែថ្ងៃនេះដើមខែក៏យើងមានឆាត្រីខដែរប៉ុន្តែមានលក្ខណៈឆាត្រីខបែបអភិជនមកខ្ញុំកែច្នៃលក្ខណៈថាឆាត្រីខរបស់យើងមានខ្ទឹមបារាំងខ្ទឹមក្រហមហើយនិងស្លឹកខ្ទឹមប៉ាតេក្នុងនោះដែរក៏យើងមានជាមួយនឹងមឹកខដែរចាយើងថែមពងមាន់ពីគ្រាប់សាច់គោប្រហិតសាឡាត់ហើយនិងអង្ឌាវត្រង់ចំណុចនេះគឺយើងដាក់ប្រេងឲ្យក្តៅមកបន្ទាប់មកដាក់ខ្ទឹមបំពងហើយយើងចាក់ត្រីខចូលហើយនិងមឹកខបន្ទាប់មកយើងដាក់រ៉ូឌីហើយនិងស្ករចូលបងប្អូនបន្ទាប់មកខ្ញុំថែមម្រេចបងប្អូនបន្ទាប់មកទៀតខ្ញុំថែមជាមួយនឹងទឹកប្រេងខ្យងជាការស្រេចគ្រឿងផ្សំរបស់យើងគឺបែបហ្នឹងបងប្អូនចង់ប្រៃប្រែមតាមតែចិត្តតាមទៅចំណងចំណូលចិត្តណាចាយើងកូរឲ្យវាសព្វគ្រឿងបែបនេះហើយបន្ទាប់មកគឺយើងចាប់ផ្ដើមគោះពងមាន់ចូលទៅក្នុងនឹងយើង highlight ឆាត្រីខយើងនឹងឲ្យវាមានកម្រិតបន្តិចណាលើកមុខមាត់ត្រីខចាបន្ទាប់មកយើងថែមសាច់គោហើយយើងដាក់តៅហ៊ូប្រហិតតៅហ៊ូបើសិនជាយើងមានស៊ូស៊ីយើងដាក់ស៊ូស៊ីទៅបើយើងមានផាស៊ីកូយើងដាក់ផាស៊ីកូណាដើម្បីលើកស្ទួយត្រីខរបស់យើងវាមានមុខមានមាត់ចាបន្ទាប់មកចុងក្រោយបងអស់គឺយើងដាក់ប៉ាតេចូលចាបន្ទាប់មកយើងដាក់អង្ឌាវបន្លែចាយើងដាក់ឲ្យវាអប់ច្រប់ឆ្ងាញ់ល្មមបងប្អូនប៉ុន្តែបើសិនកន្លែងហ្នឹងយើងអត់មានអង្ឌាវដាក់ពីងប៉ោះក៏បានដែរតែខ្ញុំអត់មានពីងប៉ោះខ្ញុំដាក់អង្ឌាវសាច់លីងឆ្នៃបងប្អូនហើយដាក់ខ្ទឹមបារាំងអញ្ចឹងមកចាបន្ទាប់មកទៀតយើងថែមសាឡាត់ចូលទៅក្នុងត្រីខហ្នឹងទៅដើម្បី highlight មើលទៅថាអូត្រីខដើមខែមិនមែនជាត្រីខចុងខែទេអូសំទោសពាក់កណ្ដាលខែចាយើងថែមជាមួយនឹងខ្ទឹមក្រហមហើយនឹងស្លឹកខ្ទឹមមករួចជាការស្រេចហើយចានឹងហើយបងប្អូននេះមកមើលរូបរាងរបស់យើងប៉ុណ្នេះយើងលើកញ៉ាំបានហើយយើងច្បល់ញ៉ាំណាធានាជូនបងប្អូនអើយតែ5នាទីគឺថាឆ្អិនហើយងាយស្រួលនេះបងប្អូននេះពូខុកជាងមកលើកមកញ៉ាំហ្មងគឺខ្ញុំលើកភ្លាមញ៉ាំភ្លាមហើយយើងទៅអាំងនំប៉័ងឲ្យស្រួយមកបងប្អូនអើយថាហុយអ្នកបងប្អូនដូចថាយើងចង់ថតឲ្យមានមើលទៅនេះថែមស្លឹកខ្ទឹមពីលើទៀតនេះនំប៉័ងខ្ញុំមាន3ស្រួយស្ញោចេញពីម៉ាស៊ីនមកបងប្អូននេះដាក់ភ្លឹបគឺថាតែ5នាទីបងប្អូនឆ្អិនហើយមុខម្ហូបរបស់យើងចាអរគុណច្រើនបងប្អូនសម្រាប់បងប្អូនចង់ញ៉ាំឆាត្រីខបែបនេះអាចសាកល្បងបានណាបងប្អូនម្ហូបនេះគឺញ៉ាំនៅក្នុងផ្ទះអញ្ចឹងហ្មងតោះជាមួយនឹងនំប៉័ងស្រួយបងប្អូនចាអរគុណច្រើនដែលបានទស្សនាវីដេអូរបស់ខ្ញុំហើយញ៉ាំត្រីខឆាហើយយើងមានទឹកសណ្តែកខ្លែមទៀតចាអរគុណច្រើនសូមជម្រាបលាព្រះប្រធានពរអ្នកទាំងអស់គ្នាបាយបាយ